បាទសូមគោរពជំរាបសួរបងប្អូនប្រិយមិត្តនៅក្នុងបណ្ដាញសង្គមជាទីគោរពរាប់អានបាទខ្ញុំរដ្ឋាបាទខ្ញុំសូមចូលខ្លួនមកនិយាយទាក់ទងនឹងប្រវត្តិសាស្ត្រប្រទេសកម្ពុជាយើងដែលជាប្រទេសធ្លាប់រុងរឿងច្រើនសតវត្សបាទបើយើងគ្រាន់តែនិយាយប្រវត្តិសាស្ត្រខ្មែរត្រឹមសម័យអង្គរយើងឃើញភាពរុងរឿងដែលគួរឲ្យស្ញប់ស្ញែងគួរឲ្យកោតសរសើរជាទីបំផុតបាទប៉ុន្តែខ្ញុំគ្រាន់តែចង់ជម្រាបថានៅពេលដែលខ្ញុំនិយាយទៅមានការខុសឆ្គងអីសូមប្រិយមិត្តមេត្តាអភ័យទោសបាទខ្ញុំគ្រាន់តែចង់ចូលរួមចំណែកខ្លះក្នុងការចែករំលែកនៅក្នុងសង្គមបាទដើម្បីមានការយល់ដឹងចែករំលែកគ្នាហើយរបស់ខ្លះកន្លែងខ្លះរឿងខ្លះទាល់តែមានការបង្ហើបទាល់តែមានការខ្វេះកកាយឲ្យចេញមកដើម្បីអាចបានជាពន្លឺអាចបានជាទិន្នន័យអាចបានជាគតិជាឧទាហរណ៍ជាគំរូដែលបុរាណណាចារ្យជំនាន់មុនដែលលោកបានកសាងទឹកដីខ្មែរបានគង់វង្សរាប់ពាន់ឆ្នាំបាទពិតជាមិនធម្មតាទេបាទបើនិយាយអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាយើងឃើញថាជាប្រទេសមួយដែលចំណាស់គួរសមទោះបីជាមិនចាស់ប្រហែលប្រទេសឥណ្ឌាមិនប្រហែលប្រទេសចិនប៉ុន្តែបើតាមអ្នកសិក្សាស្រាវជ្រាវសម័យបរិប្រវត្តិជាដើមមានមនុស្សរស់នៅក្នុងទឹកដីអាស៊ីអាគ្នេយ៍ទឹកដីខ្មែរយ៉ាងហោចណាស់ក៏ 6000 ឆ្នាំកន្លងទៅហើយបាទហើយបើយើងមើលសម័យដែលជាសម័យប្រវត្តិសាស្ត្រយើងអាចរាប់ថាតាំងពីសម័យហ្វូណនដែលយើងគិតមើលទៅមានរយៈពេលប្រហែលជា600 ឆ្នាំណាប្រហែល600 ឆ្នាំរហូតដល់សតវត្សទី6បាទហើយតាំងពីសម័យបាទហ៊ុនទៀនព្រះនាងលាវយីមកឬក៏ប្រថោងនាងនាគមកសម័យហ្វូណនដែលយើងមានទឹកដីធំទូលាយដែរដែលមានទីក្រុងនៅតំបន់បាភ្នំប្រហែលជាខេត្តព្រៃវែងបាទឬក៏អង្គរបុរីខេត្តតាកែវបាទអញ្ចឹងយើងឃើញរាជធានីបុរាណបើតាមអ្នកសិក្សាគឺអាចនៅម្ដុំនោះហើយយើងមានឃើញរាល់ថ្ងៃនេះកន្លែងដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រដូចជាភ្នំដាបាទយើងជាទឹកតាំងជាភ័ស្តុតាងបាទមែនទែនទៅទឹកដីខ្មែរយើងនេះគឺមហាធំធេងបាទព្រោះណាហ្វូណនបើយើងមើលប្រវត្តិទៅកំពង់ផែនៅហូតអូកែវនោះបាទពិតជាធំធេងហើយរហូតមកដល់សម័យអង្គរដែលអ្នកសិក្សាល្បីពួកបារាំងពួកជប៉ុនអូស្ត្រាលីឬក៏លោក David Chandler អីជាដើមលោកសិក្សាឃើញផ្ទៃដីប្រទេសខ្មែរយើងចំនួនសម័យអង្គរជាឧទាហរណ៍ដែលចាប់ដើមពីសតវត្សទី9មកឃើញផ្ទៃដីរហូតដល់ប្រវែង 2000 គីឡូម៉ែត្រប្រវែង 2000 គីឡូម៉ែត្រគឺពិតជាវែងមែនទែនបាទអញ្ចឹងយើងមើលសម័យហ្វូណនក៏ល្បីសម័យចេនឡាក៏ធំដែរមានចេនឡាគោកផងចេនឡាទឹកផងបាទយើងឃើញចេនឡាគោកនៅរហូតអីវត្តភូអីនោះមិនធម្មតាទេបាទអញ្ចឹង
trên là tức nâu ấy nằm bắn đây sân đo lên mê cung cho tự làm tiết mà chẳng dương bật chia mình thăm bà đá thế bởi dương mơ tớ sna đây đồn tai dương để lục khát khăm co sang prati Khmer tăng pi samai boran samai cô ní cô bật chia samai muối đây là chia samai dục miếng mà dục miếng samai cô và ra hôn một đó samai cài cô chỉ bộ vật ra tại dương ban khơi những chùa bật đen nơi ca đi chấm ra nâng ca lệ cho từ tam cả lạng từ sạn từ tam samai ca nơi phim trên đẹp đất nom hay nâng samai tập phim rồi bỏ ra hàng sạch Khmer nơiក្នុងសម័យក្រោយអង្គររហូតមកដល់សម័យអាណានិគមនិយមបារាំងរហូតមកដល់សម័យសង្គ្រាមលោកលើកទី1សង្គ្រាមលោកលើកទី2បាទយើងឃើញឆ្លងកាត់ច្រើនមែនទែនបាទហើយសម័យប៉ុលពតដែលជាសម័យសម័យបដិវត្តវប្បធម៌រហូតមកដល់សម័យបច្ចុប្បន្នវែងឆ្ងាយប្រវត្តិសាស្ត្រយើងវាច្រើនបាទហើយវែងឆ្ងាយមែនទែនធំធេងខ្ញុំគ្រាន់តែនិយាយចោះខ្លះថាយើងមើលគិតអញ្ចេះនៅក្នុងសម័យអង្គរតើមានស្ដេចប្រមាណអង្គដែលជាស្ដេចសំខាន់ដែលញ៉ាំងអរិយធម៌អង្គរឲ្យលេចធ្លោឲ្យរីកចម្រើនរុងរឿងយ៉ាងខ្លាំងដល់ល្បីល្បាញអញ្ចឹងនៅក្នុងសម័យអង្គរយើងឃើញស្ដេចដែលមានកិត្យានុភាពដែលយើងហៅថាជាវីរបុរសมันមានមហាក្សត្រទាំងអស់នោះទេគឺមានចំនួនបើសម័យអង្គរយើងអាចរាប់ទៅឃើញមានចំនួនប្រហែលជា8អង្គក្នុងនោះមានព្រះបាទឥន្ទ្រវរ្ម័នទី1បាទដែលលោកកសាងប្រាសាទបាគងបាទដែលចាប់ដើមជីកបារាយលោកមានព្រះរាជផែនការកសាងបារាយមុនគេនៅតំបន់អង្គរអញ្ចឹងព្រះបាទឥន្ទ្រវរ្ម័នទី1បន្ទាប់មកដល់ព្រះបាទយសោវរ្ម័នទី1ហ្នឹងហើយយើងមើលចូលដល់សតវត្សទី10បាទអញ្ចឹងឥន្ទ្រវរ្ម័នទី1នៅក្នុងសតវត្សទី9ហើយទី10យសោវរ្ម័នទី1កសាងបាខែងបាទហើយនឹងសមិទ្ធផលជាច្រើនទៀតហើយតទៅទៀតព្រះមហាក្សត្រដែលល្បីដែរនោះនៅក្នុងចំណោមវីរបុរសដែរគឺព្រះបាទជ័យវរ្ម័នទី4បាទទៅកសាងនៅតំបន់កោះកេរដែលជារាជធានីមួយលេចធ្លោហើយមានភាពល្អឯកល្បីល្បាញតបមកមានព្រះបាទរាជេន្ទ្រវរ្ម័នទី2ដែលលោកទ្រង់កសាងប្រាសាទដែលរូបទីស្រីហើយនឹងប្រាសាទផ្សេងទៀតជាច្រើនមានមេបុណ្យមានអីបាទហើយបន្ទាប់ពីនឹងមកទៀតព្រះបាទសូរ្យវរ្ម័នទី1ដែលលោកធ្វើសង្គ្រាមជាមួយជ័យវីរវរ្ម័នអស់រយៈពេល12ឆ្នាំដែលជាស្ដេចមួយដ៏ខ្លាំងពូកែដែរបន្ទាប់ពីលោកធ្វើសង្គ្រាមផ្ទៃក្នុងឈ្នះឲ្យលោកបានបង្រួបជាតិឲ្យលោកខិតខំកសាងខ្លាំងក្លាសម្បើមណាស់បាទនឹងព្រះបាទសូរ្យវរ្ម័នទី1បាទដែលលោកកសាងប្រាសាទពីមានអាកាសបាទហើយផ្សេងជាច្រើនទៀតតមកព្រះបាទឧទយាទិត្យវរ្ម័នក៏សាងប្រាសាទបាពួនហើយកសាងបារាយបន្តពីព្រះបិតាព្រះអង្គសូរ្យវរ្ម័នទី1ក៏សាងបារាយជាបារាយខាងលិចជាពិសេសហើយព្រះបាទឧទយាទិត្យវរ្ម័នទី2ក៏សាងប្រាសាទបាពួនហើយស្ដេចនឹងសំខ្លាំងណាស់បាទដែលរៀបរាប់មកនេះមានព្រះបាទសូរ្យវរ្ម័នទី2សតមហាបរោះរដ្ឋព្រះបាទសូរ្យវរ្ម័នទី2ហើយព្រះបាទជ័យវរ្ម័នទី7បាទហើយមិនភ្លេចទេព្រះមហាក្សត្រសម័យអង្គរទី1ដែលជាបុព្វការីជនរបស់ព្រះមហាក្សត្រល្បីសម័យអង្គរគឺព្រះបាទជ័យវរ្ម័នទី2
គឺជាស្ដេចចាប់ដើមសម័យអង្គរបាទអញ្ចឹងយើងមើលស្ដេចទាំងប៉ុន្មានអង្គនេះយើងមើលទៅ8អង្គគឺជាមហាបរោះគឺជាបរោះរដ្ឋគឺជាស្ដេចដ៏ឆ្នើម the great kings អញ្ចឹងនៅក្នុងអរិយធម៌មួយមិនមែនប្រជារាស្ត្រជាអ្នកអាចញ៉ាំងឲ្យអរិយធម៌មួយខ្លាំងល្បីល្បាញរុងរឿងអស្ចារ្យនោះទេគឺត្រូវតែមានមេដឹកនាំដែលខ្លាំងបាទត្រូវតែមានមេដឹកនាំដែលខ្លាំងព្រោះហេតុអីបានជាយើងអាចនិយាយយ៉ាងដូចនោះបានបើយើងមើលនៅក្នុងសម័យព្រះរាជាខ្សោយដែលលោកមិនសូវមានគុណសម្បត្តិមិនសូវមានសមត្ថភាពដែលលោកបានសោយរាជដែរប៉ុន្តែអត់ឃើញធ្វើអ្វីដែលជាសមិទ្ធផលខ្លាំងក្លាធំធេងមហិមាដែលជួយញ៉ាំងអរិយធម៌ឲ្យកាន់តែរីកចម្រើនសមិទ្ធផលធំធេងអញ្ចឹងយើងឃើញហេតុអីបានជានៅក្នុងសម័យស្ដេចខ្លះអត់សូវបានធ្វើអីអញ្ចឹងមិនមែនមកពីរាជទេមិនមែនមកពីប្រជារាស្ត្រនោះទេគឺកាប់ពិតគឺមកពីព្រះមហាក្សត្រដែលលោកខ្សោយអញ្ចឹងហើយកាលណាយើងឃើញថាសម័យព្រះមហាក្សត្រខ្សោយអត់សូវឃើញបានកសាងអត់សូវបានឃើញធ្វើសង្គ្រាមវាតទឹកដីអញ្ចឹងបាននិយាយថាយើងក៏អាចនិយាយបានថាអូសម័យព្រះមហាក្សត្រដែលពូកែដែលខ្លាំងដែលល្បីល្បាញដែលជាវីរៈបុរសគឺជាព្រះមហាក្សត្រដែលជាកម្លាំងជំរុញឆ្នើមជាមេដឹកនាំជា leadership ដ៏ខ្លាំងមួយដែលដឹកនាំប្រជារាស្ត្រកសាងនៅអរិយធម៌នៅវឌ្ឍនភាពនៅការរីកចម្រើនទាំងវិស័យកសិកម្មវិស័យជលគតិបាទវិស័យធារាសាស្ត្រឬក៏វិស័យពាណិជ្ជកម្មវិស័យសំណង់ឬក៏វិស័យសាសនាជាដើមបាទអញ្ចឹងគឺយើងពិចារណាឲ្យលោសិចទៅគឺនៅពេលដែលมันមានការរីកចម្រើននៅក្នុងសម័យកាលដឹកនាំរបស់ស្ដេចអង្គណាមួយមានន័យថាមិនមែនមកពីប្រជារាស្ត្រនោះទេគឺមកពីស្ដេចសមត្ថភាពស្ដេចហើយនឹងភាពជាអ្នកដឹកនាំតែម្ដងអញ្ចឹងយើងសរសើរព្រះមហាក្សត្រល្បីនៅក្នុងសម័យអង្គរយើងឃើញបើនៅក្នុងសារមន្ទីរឃើញដាក់ព្រះមហាក្សត្រចំនួន8អង្គដោយខ្ញុំរាប់អំបញ្ញមិញនេះឯងដែលជាក្សត្រដែលញ៉ាំងឲ្យអរិយធម៌អង្គររីកដុះដាលលេចធ្លោឡើងដោយសារតែសមត្ថភាពមហិច្ឆតាដែលមានទស្សនវិជ្ជាមានផែនការមានធម៌ពលដែលមិនចេះរីងស្ងួតគឺជាព្រះមហាក្សត្រដែលតាំងខ្លួនជាអ្នកដឹកនាំរាជាណាចក្រកសាងទឹកដីកសាងភាពខ្លាំងជូនប្រទេសជាតិបាទខ្ញុំមើលឃើញសភៅនេះអតិទេពក្រុងអង្គរនេះគឺនិយាយអំពីចំណុចខ្លាំងនៃប្រជាជាតិមួយមិនមែនមកពីប្រជារាស្ត្រទេគឺត្រូវតែមានមេដឹកនាំដែលខ្លាំងព្រោះកាលណាមេដឹកនាំអត់ខ្លាំងអត់មានសមត្ថភាពពូកែអត់មានជំនាញអត់មានមហិច្ឆតាអត់មានភាពស្មោះត្រង់ចំពោះប្រទេសជាតិគិតទៅប្រយោជន៍ផ្ទាល់ខ្លួនគឺមិនអាចកសាងអរិយធម៌ឲ្យខ្លាំងក្លាទេអញ្ចឹងអរិយធម៌រុងរឿងទៅបានដោយសារតែមានវីរៈបុរសបាទមានមេដឹកនាំដ៏ខ្លាំងពូកែដែលគិតប្រយោជន៍ជាតិធំហើយប្រឹងប្រែងកសាងបញ្ចេញស្នាដៃថ្មីប្រវត្តិឲ្យបានខ្លាំងក្លាអស្ចារ្យជាមើលឧទាហរណ៍ព្រះបាទសូរ្យវរ្ម័នទី2គ្រាន់ជាឧទាហរណ៍មួយសូរ្យវរ្ម័នទី2យើងឃើញព្រះអង្គខិតខំកសាងប្រទេសជាតិកសាងព្រះមហានគរសមិទ្ធផលដូចជាអង្គរវត្តជាដើមហើយនៅក្នុងរាជរបស់ព្រះអង្គនេះលោកដឹកនាំកងទ័ពទៅប្រយុទ្ធប្រឆាំងនឹងបរទេសដើម្បីទៅបង្រីកទឹកដីមិនមែនបរទេសមកវាយនៅក្នុងរាជព្រះអង្គនោះទេមកវាយខ្មែរនោះទេគឺព្រះអង្គដឹកនាំកងទ័ពទៅវាយបរទេសដើម្បីពង្រីកទឹកដីនេះមានន័យថាលោកមានផែនការលោកយល់អំពីស្ថានភាពនៃប្រទេសជិតខាងកាលណា
លោកមានដឹងថាបើសិនជាវាយបង្ក្រាបបានហើយគឺមានសេចក្តីសុខដល់នគរមិនមានសត្រូវអញ្ចឹងមានន័យថាលោកមានផែនការទៅវាយមុនមានផែនការរៀបផែនការចេញទៅការពារមុនទៅបង្ក្រាបឲ្យសត្រូវខ្សោយមុននេះគឺជាផែនការមួយក្នុងចំណោមស្នាប្រវត្តិក្នុងចំណោមកិច្ចការដែលព្រះអង្គបានធ្វើដែលលោកបានសោយរាជយ៉ាងយូរសម័យព្រះបាទសូរ្យប្រមាណទី2ពេលឃើញអញ្ចឹងខ្ញុំនៅឃើញដូចជានយោបាយពួកអាមេរិកយើងមិនសរសើរអ្នកទៅរំលោភបំពានអីទេជួព្រោះអ្នកខ្លះយល់ថាប្រទេសអាមេរិកហ្នឹងគឺក៏ចូលចិត្តទៅរំលោភបំពានគេប៉ុន្តែអាមេរិកគឺច្រើនតែទៅវាយមុនទៅវាយប្រទេសក្រៅមុនមិនឲ្យមានសង្គ្រាមកើតនៅស្រុកអាមេរិកនោះទេអញ្ចឹងយើងឃើញព្រះបាទសូរីម៉ាន់ទី2លោកដឹកនាំទ័ពទៅវាយនៅព្រំដែនយួនព្រំដែនវៀតណាមអញ្ចឹងមានន័យថាលោកទៅវាយគេមុនគឺត្រូវតែវាយបង្ក្រាបទោះបីជាគេអត់មករករឿងក៏ដោយប៉ុន្តែយើងត្រូវតែចេញទៅការវាត្រូវតែខ្លាំងព្រោះអីនៅក្នុងសង្គមមនុស្សបើសិនជាយើងមិនទៅការពារទុកជាមុនទេគេឃើញយើងខ្សោយគេមកអុកឡុកមករុករៀនយើងជាមិនខាននេះគ្រាន់ជាឧទាហរណ៍មួយអញ្ចឹងសម័យហ្នឹងគឺថាតើសមត្ថភាពនិងចំណេះដឹងក្នុងទស្សនវិជ្ជាបុគ្គលិកលក្ខណៈនិងមហិច្ឆតារបស់ព្រះបាទសូរ្យវរ្ម័នទី2តើខ្លាំងប៉ុណ្ណាតើលោកមានសមត្ថភាពខ្លាំងប៉ុណ្ណាដែលលោកអាចដឹកនាំកសាងប្រាសាទសិទ្ធិធំល្បីសុទ្ធតែមានបណ្ឌិតសុទ្ធតែមានកវីសុទ្ធតែមានវិស្វករសុទ្ធតែមានស្ថាបត្យករសិប្បករអ្នកជំនាញជាងឈើជាងថ្មជាងសិប្បកម្មអីសពបែបសពយ៉ាងទាំងអស់ពិតជាមិនធម្មតាទេអញ្ចឹងយើងឃើញថាដោយសារតែកណ្ដាប់ដៃដែករបស់ព្រះមហាក្សត្រដែលខ្លាំងពូកែលោកដឹកនាំប្រជារាស្ត្រអញ្ចឹងហើយបានជាប្រជារាស្ត្រក៏ខ្លាំងដូចគ្នាអញ្ចឹងកងទ័ពខ្លាំងដោយសារតែមានមេទ័ពខ្លាំងពីដើមព្រះមហាក្សត្រខ្មែរចេញច្បាំងដោយព្រះអង្គឯងមិនទាំងអស់ទេមិនទាំងអស់ទេយើងឃើញមានព្រះមហាក្សត្រអង្គខ្លះលោកមានមេទ័ពឧត្តមសេនីយ៍ល្អដូចជាព្រះបាទឧទយាទិត្យវរ្ម័នទី2ព្រះអង្គបញ្ជាមេទ័ពព្រះអង្គមួយឈ្មោះមេទ័ពសង្គ្រាមចេញទៅវាយទៅបង្ក្រាបការបះបោរជាច្រើនកន្លែងដូចជានៅតំបន់ខាងទិសនិរតីពីនេះទៅនៅតំបន់បាត់ដំបងពោធិ៍សាត់អីហ្នឹងអញ្ចឹងព្រះបាទឧទយាទិត្យវរ្ម័នទី2ព្រះអង្គមានមេទ័ពដ៏ខ្លាំងពូកែដែលចេញទៅបង្ក្រាបការបោះបោកច្រើនដងហើយឈ្នះជានិច្ចទៅបង្ក្រាបដល់ពួកបះបោនៅទិសពីយប់នៅទិសខាងជើងអញ្ចឹងឃើញថាពិតជាខ្លាំងព្រះមហាក្សត្រអង្គខ្លះលោកចេញប្រយុទ្ធដោយខ្លួនព្រះអង្គឯងហើយមានអង្គខ្លះទៀតលោកមានមេបញ្ជាការឧត្តមសេនីយ៍ឬក៏យើងអាចហៅថាជាសម័យនោះជាមន្ត្រីឬជាអង្គការជាកលាហោមជាអីចឹងមកបាទអញ្ចឹងយើងឃើញមានតាមព្រះមហាក្សត្រដែរអញ្ចឹងយើងឃើញថាការដែលព្រះមហាក្សត្រមួយអង្គដែលធ្វើឲ្យប្រទេសខ្លាំងគឺមកពីព្រះអង្គកងទ័ពរបស់ព្រះអង្គខ្លាំងវិស័យកងទ័ពគឺសំខាន់មែនទែនបាទហើយវិស័យការពារជាតិនេះដូចជានៅប្រទេសខ្លាំងទាំងរាល់ថ្ងៃហ្នឹងគឺចាំបាច់ណាស់អញ្ចឹងពីដើមយើងឃើញព្រះមហាក្សត្រខ្មែរយល់ពីវិស័យការពារជាតិហ្នឹងអញ្ចឹងហើយបានមានយើងឃើញអ្នកសិក្សាស្រាវជ្រាវឃើញកន្លែងដែលព្រះមហាក្សត្របុរាណមនុស្សបុរាណមានកន្លែងឆ្លតដៃកន្លែងផលិតគ្រឿងកូឡាភាជឬក៏ផលិតដែកឬក៏ផលិតអាវុធដូចជាយើងមើលនៅប្រខ័ណ្ឌកំពង់ស្វាយនោះបាទនៅប្រខ័ណ្ឌកំពង់ស្វាយបាទយើងឃើញកន្លែងស្លដែកកន្លែងអីអញ្ចឹងការផលិតអាវុធផលិតអីសិតតែមានទាំងអស់អញ្ចឹងវិស័យការទូតក៏ពូកែក៏ខ្លាំងដែរយើងឃើញនៅក្នុងសម័យនោះព្រះមហាក្សត្រយើងតាក់ទងវិស័យការទូតជាមួយនឹងប្រទេសចិនប្រទេសចម្ប៉ាអីជាដើមបាទដូចជាសម្បីតែព្រះបាទជ័យវរ្ម័នទី7
លោកតាក់ទងចាមលោកប្រើចាមពេលខ្លះប៉ុន្តែចាមដោយសារគេខ្លាំងដែរមានពេលខ្លះគេមកដើម្បីយកប្រយោជន៍ពេលខ្លះគេក៏ក្បត់ព្រះអង្គវិញដែរដូចជាវិជានុនធ្លាប់ត្រូវបានព្រះបាទជេរម៉ាន់ទី7លោកប្រើប៉ុន្តែនៅពេលមួយវិជានុនក៏ក្បត់ព្រះអង្គវិញដែរនៅពេលដែលបានសោយរាជនៅនគរចម្ប៉ាទៅហើយនោះបាទអញ្ចឹងនិយាយសរុបទៅគ្រាន់តែចង់បញ្ជាក់ថាមេដឹកនាំគឺពិតជាមានសារៈសំខាន់មេដឹកនាំខ្លាំងជារាជក៏ខ្លាំងដែរបាទដោយសារធម្មតាបើអត់មានអ្នកដឹកនាំខ្លាំងជារាជដឹងទៅណាបើគាត់មិនមែនជាអ្នកដឹកនាំផងបើពួកប្រជាជនមិនមែនជាអ្នកដឹកនាំផងគាត់មិនមែនជាអ្នកសម្រេចចិត្តដាក់ផែនការអញ្ចឹងនៅក្នុងសម័យណាក៏ដោយសម័យបុរាណក៏ដោយសម័យបច្ចុប្បន្នក៏ដោយមេដឹកនាំគឺពិតជានៅតែមានសារៈសំខាន់ពិតជាមិនធម្មតានោះទេយើងឃើញណែការធ្វើចម្លាក់ផ្សេងសុទ្ធតែមានអត្ថន័យបង្ហាត់បង្ហាញប្រាប់ជានិមិត្តរូបជាគំរូដើម្បីឲ្យវិជារាជនៅក្នុងនគរយកតម្រាប់តាមឧទាហរណ៍រឿងមហាភារតៈរឿងមហាភារតៈនៅក្នុងចម្លាក់នៅក្នុងថែវអង្គរវត្តនេះរឿងនេះពិតជាមិនធម្មតាទេរឿងនេះគឺមានលក្ខណៈវិទ្យាសាស្ត្រទៀតមានលក្ខណៈបង្រៀនមុខវិជ្ជាសពយ៉ាងទាំងអស់តាំងពីគុណធម៌តាំងពីច្បាប់តាំងពីរបៀបធ្វើសង្គ្រាមតាំងពីសេដ្ឋកិច្ចអញ្ចឹងនៅក្នុងរឿងមហាភារតៈដែលខ្មែរយើងយកមកឆ្លាក់នៅក្នុងប្រាសាទជាច្រើនដូចជានៅវិទ្យាស្រីឬប្រាសាទកោះកេរប្រាសាទក្រហមប្រាសាទធំឯហ្នឹងមិនមែនធម្មតាទេអញ្ចឹងរឿងមហាភារតៈហ្នឹងគឺអស្ចារ្យខ្លាំងណាស់ក្រៅពីរឿងរាមកេរ្តិ៍យើងខ្ញុំគ្រាន់តែនិយាយអំពីមហាភារតៈមួយដែលនៅក្នុងរឿងមហាភារតៈនេះគេនិយាយអំពីសច្ចធម៌អំពីយុត្តិធម៌និយាយអំពីលបែងលេងលបែងនាំវិនាសបាទឧទាហរណ៍ដូចជាក្រុមក្សត្រខាងបណ្ឌវៈហ្នឹងដោយសារជាអ្នកប្រព្រឹត្តធម៌ដែរជាអ្នកកាន់សច្ចៈអ្នកកាន់យុត្តិធម៌ដែរប៉ុន្តែមានចំណុចខ្សោយមួយគឺលេងលបែងហើយខាងសត្រូវដែលត្រូវជាបងប្អូនជីដូនមួយនោះខាងទុរយោជន៍ដឹងថាព្រះអង្គម្ចាស់យោធិហ្នឹងណាព្រះទូនៅទុរយោជន៍គឺខាងបណ្ឌវៈហ្នឹងនៅពេលដឹងថាព្រះអង្គមានចំណុចខ្សោយមួយគឺចូលចិត្តលេងលបែងស្កាលបែងចតុរង្គអីហ្នឹងអញ្ចឹងក៏បបួលលេងហ្នឹងភ្នាល់ទាល់តែអស់ខោអស់ប្រពន្ធអស់កូនអស់ទ្រព្យសម្បត្តិរហូតអស់ប្រទេសរហូតត្រូវគេនិរទេសឲ្យទៅនៅព្រៃពីដណ្ដប់ឆ្នាំបាទនេះគឺជារឿងមួយដែលត្រូវគិតថាលបែងគឺតែងវិនិច្ឆ័យចឹងឯងលបែងតែងវិនិច្ឆ័យនៅក្នុងរឿងមហាភារតៈនេះគឺជាមេរៀនបាទទោះបីយ៉ាងណាក៏ដោយនៅខាងទុរយោជន៍នៅខាងក្រុមកៅរវៈនោះមិនប្រកាន់យុត្តិធម៌ហើយលោភលន់ពេកលោភលន់ទីបំផុតវិនិច្ឆ័យលោភលន់ទីបំផុតវិនិច្ឆ័យឲ្យបែកបាក់គ្រួសារបែកបាក់បងប្អូនជីដូនមួយបង្កើតទៅទៀតបាទចឹងយើងមើលនៅខាងអជូនឬក៏យុធិស្តេហ្នឹងនៅខាងហ្នឹងមានមេតបពូកែចំនួន5ដែលជាបងប្អូនហើយច្បាំងគ្នាដណ្ដើមស្រីដណ្ដើមព្រះនាងត្របទីអីជាដើមបាទអញ្ចឹងយើងមើលគ្រាន់តែចង់និយាយថានៅក្នុងរឿងហ្នឹងគេបង្ហាញខ្លាំងជាងគេរឿងឲ្យប្រកាន់សច្ចៈឲ្យប្រកាន់យុត្តិធម៌ឲ្យប្រកាន់សិលធម៌ឲ្យគោរពនៅពាក្យសន្យាគោរពនៅពាក្យសច្ចៈចឹងពាក្យសច្ចៈនេះមិនធម្មតាទេនៅពេលដែលយើងធ្វើជាមនុស្សកាលណាយើងគោរពហើយយើងទៅជាមនុស្សថ្លៃថ្នូរហើយប្រកាន់យុត្តិធម៌កាលណាអត់មានយុត្តិធម៌ហើយគឺចប់ហើយអញ្ចឹងបានសម័យបុរាណគេឆ្លាក់រឿងនឹងនៅអង្គរវត្តអញ្ចឹងមនុស្សពីដើមយើងថាសួរថាហេតុអីបានគេឆ្លាក់រឿងទាំងអស់នេះគឺចង់និយាយថាព្រះមហាក្សត្រខ្មែរបើទោះបីជាលោកធ្វើសង្គ្រាមប៉ុន្តែលោកប្រកាន់នៅយុត្តិធម៌លោកប្រកាន់នៅសច្ចធម៌បានលោកអាចដឹកនាំ
ទេសឲ្យមានភាពរីកចម្រើនឲ្យកើតទៅជាអរិយធម៌អង្គរដ៏ល្បីល្បាញបាទដូចជាព្រះបាទជ័យវរ្ម័នទី7ដែលលោកកសាងព្រះភ័ក្ត្រមុខ4នេះក៏ជានិមិត្តរូបមួយដែលត្រូវតែខ្មែរញញឹមដាក់គ្នាសហការគ្នានៅសតជ្រៅមានមេត្តាករុណាមុទិតាឧបេក្ខាព្រះភ័ក្ត្រទាំង4ហ្នឹងភ័ក្ត្រទាំង4ហ្នឹងមេត្តាករុណាមុទិតាឧបេក្ខាបាទគឺមេត្តាហ្នឹងគឺរាប់អានអត់មានប្រកាន់ទេឲ្យតែខ្មែររាប់អានហើយករុណាស្រឡាញ់អាណិតជួយសង្គ្រោះគឺករុណាមេត្តានេះបើព្រះបាទជ័យវរ្ម័នទី7លោកជាក្សត្រដែលគោរពសាសនាមហាយានផងអញ្ចឹងរឿងមេត្តាករុណានេះគឺសំខាន់មែនទែនសម្រាប់ព្រះអង្គរហូតដល់មានសិលាចារឹកសរសេរថាទុក្ខរបស់ប្រជារាស្ត្រគឺជាទុក្ខរបស់ព្រះអង្គមេដឹកនាំមានទស្សនៈបែបនេះគឺពិតជាមិនធម្មតាទេគឺស្រឡាញ់រាស្ត្រស្មើជីវិតទុក្ខរបស់រាស្ត្រគឺទុក្ខរបស់ព្រះអង្គបាទអញ្ចឹងហើយមេត្តាករុណាមុទិតាគឺមានន័យថារីករាយពេលឃើញប្រជារាស្ត្របានសុខមុទិតាមានន័យថារីករាយសប្បាយរីករាយព្រះមហាក្សត្រសប្បាយរីករាយពេលឃើញប្រជារាស្ត្របានសុខប្រជារាស្ត្ររីកចម្រើនប្រជារាស្ត្រមានបាយហូបសុខដុមរមនាមានទ្រព្យសម្បត្តិច្រើនប្រជារាស្ត្រមានសុភមង្គលព្រះមហាក្សត្រលោកមានព្រមវិហារធម៌លោកមានមុទិតាគឺរីករាយពេលឃើញប្រជារាស្ត្រសប្បាយចិត្តបាទហើយនឹងឧបេក្ខាគឺព្រះមហាក្សត្រលោកមិនលំអៀងព្រោះស្អប់មិនលំអៀងព្រោះតែស្រឡាញ់លោកមិនលំអៀងព្រោះតែល្ងងវង្វេងលោកមិនលំអៀងព្រោះតែភ័យនោះទេបាទព្រោះអីតាមពិតទៅគេហៅថាព្រះមហាក្សត្រជ័យវរ្ម័នទី7នេះគេហៅថាពុទ្ធរាជព្រះអង្គដូចជាព្រះពុទ្ធអញ្ចឹងដែរនៅក្នុងពុទ្ធសាសនាអញ្ចឹងដែរបើនិយាយឲ្យចំទៅបាទអញ្ចឹងព្រះមហាក្សត្រល្បីក្នុងសម័យអង្គរនេះគឺពិតជាមានទស្សនវិជ្ជាមានឧត្តមគតិមនសិការមើងម៉ាត់ខ្លាំងមែនទែនដែលអាចធ្វើឲ្យអរិយធម៌អង្គររីកចម្រើនរុងរឿងដ៏ខ្លាំងក្លាយ៉ាងអស្ចារ្យមិនងាយទេឃើញប្រាសាទអង្គរវត្តឃើញប្រាសាទបាយ័នប្រាសាទព្រះខ័នអីមិនមែនជារបស់ងាយដែលអាចធ្វើបានទេបរទេសនៅជុំវិញប្រទេសយើងឃើញនឹងវាអស្ចារ្យណាស់ឃើញរបស់យើងប៉ុន្តែគេមិនសូវហ៊ានជួយផ្សាយថាវាអស្ចារ្យទេខ្លាចភ្ញៀវបរទេសមកលេងស្រុកយើងតែវាចំណែនបរទេសនៅអ្នកជិតខាងចំណែនពួកយើងនេះវាមានដូនតាដែលមានស្នាដៃល្អដូនតាយើងកសាងដែលមានស្នាដៃល្អបាទអញ្ចឹងទៅធ្វើឲ្យយើងលេចធ្លោយើងមានអច្ឆរិយវត្ថុលេចធ្លោច្រើនមហាសែនច្រើនប្រាសាទរាប់ពាន់ហើយប្រាសាទល្អដូចយ៉ាងប្រាសាទព្រះវិហារអីនេះមហាស្អាតងាយណាធ្វើបានទេមិនងាយទេអញ្ចឹងមកគេគុំគួនគេបំផ្លាញគេទម្លាក់គ្រាប់បែកអីអញ្ចឹងណាបាទអញ្ចឹងបានជាព្រះមហាក្សត្រយើងសម័យបុរាណដូចជាសម័យអង្គរដែលព្រះមហាក្សត្រដែលខ្លាំងហ្មងគឺទៅពង្រីកទឹកដីមុនទៅការពារមុនទៅបង្ក្រាបមុននឹងមានពួកណាមកវាយយើងបានគឺយើងទៅបង្ក្រាបគេមុនទៅបង្ក្រាបដូចជាទៅវាយនៅវៀតណាមទៅបង្ក្រាបនៅកន្លែងប្រទេសតូចផ្សេងទៀតដែលអាចមានហានិភ័យអញ្ចឹងព្រះមហាក្សត្រពិតជាមានទស្សនវិស័យគិតឃើញជ្រាលជ្រៅមែនទែនបាទនៅក្នុងសាសនាព្រះពុទ្ធមហាយាននៅក្នុងនិកាយខ្លះកាលណាសត្រូវរបស់យើងគឺយើងវាយប្រយុទ្ធទៅដើម្បីរារាំងដើម្បីទប់ស្កាត់អត់មានបាបទេបានបុណ្យបាទនៅក្នុងនិកាយមហាយានមួយមាននិយាយនិកាយហ្នឹងនៅប្រទេសចិនកាលណាមនុស្សអាក្រក់គឺត្រូវតែសម្លាប់ត្រូវតែកំទេចត្រូវតែបំផ្លាញចោលមិនទុកឲ្យឈ្លានពានទេអញ្ចឹងព្រះមហាក្សត្រលោកកាន់ការជាមេដឹកនាំទោះបីជាលោកជាអ្នកពុទ្ធសាសនិកជនប៉ុន្តែនៅក្នុងសាសនាមហាយានច្បាប់គេគឺអាចកំទេចសត្រូវដែលមកបំផ្លាញយើងអាចកំទេចចោលបាន
បាទអញ្ចឹងនៅក្នុងទ្រឹស្ដីដែលខ្ញុំអាននៅក្នុងសាសនាមហាយានហ្នឹងកាលណាមនុស្សណាធ្វើអាក្រក់គឺយើងត្រូវតែកំទេចចោលបានបនអត់បាបនេះខ្ញុំនិយាយនៅក្នុងទស្សនៈមហាយានទេបាទគាត់ណាចង់និយាយអំពីទស្សនៈមហាយានបាទដល់ខ្ញុំមើលទៅរឿងមហាភារតៈនេះគឺជារឿងល្អដែលខ្មែរយើងបច្ចុប្បន្ននេះការពិតនៅតែមានតម្លៃបើយើងយករឿងមហាភារតៈយកមកគិតគូរពិចារណាហើយយកមកសិក្សាមើលទៀតមិនមែនហួសសម័យនោះទេរឿងនេះមិនមែនធម្មតាល្អមែនទេដូចរឿងព្រំវិហារធម៌4រឿងប្រាសាទបាយ័នស្នាមញញឹមអីនេះយើងមើលគឺពិតជាមានតម្លៃនៅតែស្រស់នៅតែថ្មីនៅតែមានតម្លៃស្នាមញញឹមនៅតែមានតម្លៃមេត្តាករណាមុទិតាឧបេក្ខានៅតែមានតម្លៃបាទអញ្ចឹងហើយបានព្រះបាទចេមន្ទី7ដែលលោកខិតខំកសាងនៅព្រះភ័ក្រនេះឡើងដើម្បីញញឹមនៅគ្រប់ទិសទាំង8ទិសទាំង8បង្ហាញកូនខ្មែរបង្ហាញប្រជារាស្ត្រឲ្យសហការគ្នាឲ្យញញឹមដាក់គ្នាព្រះភ័ក្រនេះមែនតើគឺជាព្រះភ័ក្រញញឹមព្រោះអីព្រះភ័ក្រដែលញញឹមប្រកបដោយមេត្តាករណាមុទិតាឧបេក្ខាបាទអញ្ចឹងមានន័យថាព្រះតីរបស់ព្រះមហាក្សត្រគឺពោពេញទៅដោយក្តីស្រឡាញ់ឥតព្រំដែនក្តីស្រឡាញ់ឥតព្រំដែនព្រះអង្គខិតខំខ្លាំងណាស់ក្នុងរយៈពេលដែលព្រះអង្គនៅទ្រង់សោយរាជ្យបាទប៉ុន្តែសត្រូវនៅជុំវិញទិសទាំងអស់ដោយសារតែគេឲ្យឈ្មោះថាកាលៈទេសៈដូចជាពួកម៉ុងហ្គោលពួកអីកាន់តែរាតត្បាតនៅក្នុងតំបន់អាស៊ីទាំងអស់ហ្នឹងរហូតដល់អឺរ៉ុបទៀតពួកម៉ុងហ្គោលពួកហ្នឹងខ្លាំងណាស់ទៅគ្រប់គ្រងទៅត្រួតត្រាប្រទេសចិនរហូតដល់ពួកឲ្យកុលសម្ព័ន្ធមួយចំនួនដូចជាថៃអីរត់ចេញមកអាស៊ីអាគ្នេយ៍រហូតមកដល់សុំជ្រកកោននៅតំបន់អាស៊ីអាគ្នេយ៍រហូតមកសុំព្រះមហាក្សត្រខ្មែរយើងនៅសុំធ្វើការសុំអីហូតខ្លាយទៅជាមេដឹកនាំកុលសម្ព័ន្ធយូរទៅរីកធំទៅចង់វេទីចង់បានឯករាជ្យចង់បានអីគឺបើព្រះមហាក្សត្រយើងខ្លាំងគឺមិនអាចធ្វើបានមិនអាចមកវាយអយុធ្យាមិនអាចមកវាយនៅសកលតីបានឯប៉ុន្តែធម្មតាព្រះមហាក្សត្រដែលខ្លាំងលោកបានសគត់ទៅក៏តមកទៀតការដឹកនាំព្រះមហាក្សត្រខ្លះលោកមិនមានគុណសម្បត្តិអានេះធម្មតានៅប្រទេសណាក៏ដោយក៏មានព្រះមហាក្សត្រក៏មានដឹកនាំមិនដូចគ្នាដែរមិនមែនមានល្អទាំងអស់ឯវប្បធម៌ណាក៏ចឹងអរិយធម៌ណាក៏ចឹងដែរអញ្ចឹងគុណសម្បត្តិរបស់មេដឹកនាំកម្ពុជាហ្នឹងមិនមែនមានគ្រប់កលៈទេសៈទេវាមិនខុសពីថាព្រះពុទ្ធមិនមែនមានរហូតនោះទេរីឯមេដឹកនាំល្អដែលញ៉ាំងអរិយធម៌ឲ្យរីកចម្រើនរុងរឿងខ្លាំងក៏មិនមែនមានគ្រប់ពេលគ្រប់កាលគ្រប់សម័យនោះដែរបាទខ្ញុំនិយាយមិនមើលសភៅមិនអីទេខ្ញុំគ្រាន់តែគិតពីអ្វីដែលខ្ញុំបានអានខ្ញុំមានសភៅដែរប៉ុន្តែខ្ញុំអត់កាន់អានទេបាទខ្ញុំបានពិចារណាមើលទៅចុះតែខ្មែរយើងរីកចម្រើនយ៉ាងនេះហើយហេតុអីបានជាធ្លាក់មកដល់សម័យក្រោយអង្គរជួបប្រទះហ្នឹងដោយសារតែវាមានកត្តាឧទាហរណ៍ថាសភៅនេះគេនិយាយអំពីមូលហេតុអីបានជាអរិយធម៌អង្គររីកចម្រើនដល់កម្ពុជាហើយបានធ្លាក់មកវិញបាទហេតុអីមូលហេតុអីកត្តាអីអញ្ចឹងគេនិយាយអំពីមូលហេតុមុនដំបូងព្រះមហាក្សត្រលោកខ្លាំងលោកមានធ្វើការងារការទូតហើយលោកបង្រួបបង្រួមអញ្ចឹងការទូតតាក់ទងជាមួយនឹងការកិច្ចការបរទេសជាមួយប្រទេសចិននិងប្រទេសផ្សេងទៀតការងារការទូតគឺសំខាន់ការទូតសំខាន់រាល់ថ្ងៃហ្នឹងrất làសំខាន់ហើយនឹងការងារបង្រួបបង្រួមជាតិកុំឲ្យជាតិបែកបាក់កុំឲ្យជាតិមានអយុត្តិធម៌
គឺបើយើងមើលអំពីប្របាទជ័យរ៉ាម៉ាន់ទី2គឺលោកខំដើរបង្រួមពិតជាច្រើនកន្លែងណាចេញពីកន្លែងមួយទៅកន្លែងមួយគង់ស្នាក់នៅកន្លែងនេះមួយរយៈខ្លីទៅបង្រួមខាងនោះផងដើម្បីឲ្យបានគ្រប់គ្រងគ្នាបាទរហូតបង្រួមមកដល់កូនរិទ្ធិបុត្រអង្គមកក៏មានឱកាសល្អបានកសាងបារាយបានអីអញ្ចឹងដល់ពេលដែលយើងមានការងារទូល្អហើយយើងបង្រួមជាតិបានហើយយើងចាប់ដើមកសាងកងទ័ពកសាងកសិកម្មកសាងសេដ្ឋកិច្ចកសាងគមនាគមន៍កសាងសុខាភិបាលដូចជាប្របាទជំនាន់ទី7កសាងមន្ទីរពេទ្យកសាងផ្ទះសំណាក់គឺពិតជាមិនធម្មតាទេមន្ទីរពេទ្យសុទ្ធតែមានដាក់ថ្នាំដាក់ពួកមន្ត្រីពេទ្យនៅកន្លែងនោះទៀតសម្រាប់ព្យាបាលហើយផ្ទះសំណាក់នេះគួរឲ្យស្ងើចសរសើរតែសំណាក់ពីដើមអត់មានយកលុយសម្រាប់អ្នកដំណើរធ្វើដំណើរទៅមកឬក៏អ្នកជំនួយអាចស្នាក់នៅផ្ទះសំណាក់ដែលយើងថាមានផ្ទះសំណាក់បានជាង100យ៉ាងហោចណាស់យើងឃើញប្រហែលជា57រាល់ថ្ងៃនេះហើយផ្ទះសំណាក់ហ្នឹងគឺមានទឹកនៅជុំវិញទៀតអញ្ចឹងមានហេដ្ឋារចនាសម្ព័ន្ធគឺខ្លាំងមែនទែនបាទនេះគឺមកពីប្រឌិតនេះអញ្ចឹងធ្វើជាមេដឹកនាំខ្លាំងពូកែគឺទាល់តែគិតអំពីប្រយោជន៍សាធារណៈបាទអរគុណច្រើនអស់លោកស្រីប្រិមិត្តដែលបានតាមដាននៅការនិយាយរបស់ខ្ញុំបាទសូមអរគុណច្រើនបាទខុសឆ្គងសូមមេត្តាអធិស្ឋានខ្ញុំគ្រាន់តែព្យាយាមចែករំលែកនៅអ្វីដែលខ្ញុំចង់ចាំបានខ្លះក្នុងគំនិតសុចន្ទៈមួយដើម្បីចែករំលែកដើម្បីជាការគោះកកាយនៅចំណុចខ្លះជួនណាទៅអត់មានអ្នកគោះមកហើយយើងត្រូវតែព្យាយាមរកពលិកនិយាយប្រាប់គ្នាទៅវិញទៅមកបាទសូមអរគុណសូមជម្រាបលាបាទ